បាទស្រីបងប្អូនទាំងអស់គ្នាបាទថ្ងៃនេះខ្ញុំបង្ហាញតទៀតតកតងជាមួយនឹងការផ្សាយពាណិជ្ជកម្មជាមួយ Facebook ធ្លាប់ផ្សាយ Facebook កន្លងមកឬក៏អ្នកចាប់ផ្ដើមបាទហើយ Facebook យើងធ្វើការផ្សព្វផ្សាយទៅវាមិនសូវមានបានផលឬក៏បានផលដែរតែវាមិនគ្រប់នៅអ្វីដែលយើងចង់បានហើយយើងចង់រៀនសូត្របន្ថែមបាទបន្ថែមឬក៏ត្រូវដកស្រង់បច្ចេកទេសតិចៗថ្មីបងប្អូនអាចមើលវីដេអូនេះពីដើមដល់ចប់បាទបច្ចេកទេសនេះវាមិនថ្មីទេបាទតែជាទូទៅបងប្អូនយើងភ្លេចប្រើនេះសម្រាប់អ្នកដែលធ្លាប់ធ្វើពីមុនមកឬក៏អ្នកដែលប្រើដែរតែអត់បានផលបាទក៏អាចខ្វះចន្លោះបន្តិចឬក៏មិនបានចាប់អារម្មណ៍បាទសម្រាប់បងប្អូនថ្មីជាចំណុចមួយដែលបងប្អូនត្រូវតាមដានការផ្សាយពាណិជ្ជកម្មរបស់យើងបាទអញ្ចឹងក្នុងវីដេអូនេះខ្ញុំបង្ហាញជូនបងប្អូនកន្លែងនេះគឺតាក់ទងពីការប្រៀបធៀបបាទការផ្សាយពាណិជ្ជកម្មប្រៀបធៀបហើយខ្ញុំប្រៀបធៀបឲ្យបងប្អូនថ្ងៃនេះគឺវីដេអូពីរវីដេអូបាទនេះអាដូចជា AB test អញ្ចឹងបងប្អូនបាទប៉ុន្តែនេះយើង test លក្ខណៈ page ពីរផ្សេងគ្នាបាទហើយការផ្សាយគឺវាលក្ខណៈអូរៀនក៏ខុសគ្នាដែរក៏ប៉ុន្តែអ្វីដែលដូចគ្នាគឺវីដេអូតែមួយបាទវីដេអូតែមួយបាទខខ្ញុំយកផុសទៅក្នុងពីរ page ផ្សេងគ្នាដើម្បីយើងធ្វើការពុះធ្វើការផ្សាយបាទធ្វើការ advertise ជាមួយនឹង Facebook ហ្នឹងតើមួយណាមានប្រសិទ្ធភាពជាងមួយណាហើយមួយណាស៊ីថ្លៃជាងមួយណាស៊ីថោកជាងហើយមួយណាលក់បានជាងបាទវាមិនប្រកាសថាស៊ីថោកហ្នឹងវាលក់បានទេបាទអញ្ចឹងនេះគឺខ្ញុំអ្នកផ្សាយខ្លួនឯងហើយខ្ញុំនឹងលក់ខ្លួនឯងបាទដើម្បីតាមដានតែម្ដងបាទបើយើងអ្នកផ្សាយហើយបើអ្នកលក់ផ្សេងអ្នកផ្សាយផ្សេងក៏អត់ដឹងដែរបាទអញ្ចឹងនេះសម្រាប់យើងធ្វើការតេស្តហើយនឹងតាមដានលទ្ធផលខ្លួនឯងបាទអញ្ចឹងនេះ result បាទ result នៃ statistic ឬក៏ Facebook report ដែលចាប់ទិន្នន័យមកឲ្យនេះគឺបង្ហាញដូចក្នុងខ្ញុំបង្ហាញហ្នឹងបងប្អូនណាបាទអញ្ចឹងខាងលើនេះ page 1បាទខាងលើនេះខ្ញុំប៊ូសផ្លូវក្រោយព្រមនេះខ្ញុំប៊ូសផ្លូវមុខបាទអញ្ចឹងពីយុទ្ធសាស្ត្រផ្សេងគ្នាបាទមួយផ្លូវក្រោយមួយផ្លូវមុខបាទហើយ result អញ្ចឹង page 1នេះគឺបាន93 mistake ខ្ញុំប៊ូសលក្ខណៈ mistake ណាបាទហើយខាងនេះបាន46បាទបាទហើយ rich ខាងលើ rich បានច្រើនជាងបាទដោយនេះ 5k អានេះ k បាទខុសគ្នាបន្តិចនេះបាទហើយ view ខាងលើបានតិចជាងវិញបាទលើបាន 6k ជាង 6.7 ក្រុម view បាន7ចុចជាងបាទហើយ frequency បាទប្រេកកង់វាគឺប្រហែលគ្នានេះ 1.5 នេះ 1.6 បាទនេះគឺជាលទ្ធផលហើយនឹង cost comparison បាទខាងលើគឺ 0.27 សេនខាងក្រោមនេះ 0.51 បាទអញ្ចឹងបើយើងគិតពីលុយក្រោមនេះស៊ីអស់ច្រើនជាងលើនេះស៊ីតិចបាទតែដោយសារខាងលើនេះខ្ញុំប៊ូសវាទូទាំងប្រទេសកម្ពុជាក្រោមនេះខ្ញុំយកទៅភ្នំពេញទេអញ្ចឹងវាអូរៀនខុសគ្នានេះលេឡើង broadcast អូរៀនបាទនេះអូរៀនធំអានេះអូរៀនតូចបាទធម្មតាអូរៀនទូចវាថ្លៃជាងអញ្ចឹងហើយបាទតែវាចំគោលដៅជាងអូរៀនយើងដាក់កាន់តែធំវាអត់ទៅចំគោលដៅហើយបាទហើយក្រោមនេះយើងប្រើ daily បាទលើប្រើ daily បាទនេះក្រោមនេះប្រើ lifetime បាទអញ្ចឹងយើងប្រើតិចនិចទៅជាខុសគ្នាដែរបាទបាទអញ្ចឹងមើលចំណាយលុយជាសរុបខាងលើអស់ 24.68 ខាងក្រោមនេះអស់ 23.31 បាទបាទនេះ impression គឺប្រហាក់ប្រហែលគ្នានេះ 7.9 បាទនេះ 7.6 បាទ CPM CPM $3នេះ$3ដែរប្រហាក់ប្រហែលគ្នាខុសតិចលើថ្លៃជាង
បាទហើយមើលចំនួន click បាទលើ click បានច្រើនជាងបាទ277អានេះបាន80ហើយ CPT អានេះ 0.09 អានេះ 0.29 ហើយ click through rate អានេះ4.3% នេះ 1% បាទ click បានសរុប568អានេះ421បាទនេះគឺលទ្ធផលត្រួសណាបងប្អូនបាទអញ្ចឹងលទ្ធផលជាក់ស្ដែងដែលខ្ញុំលក់ដែលខ្ញុំអ្នកតាមដានលក់ក្នុង page 2ហ្នឹងខ្ញុំឃើញថាpage ខាងក្រោមលក់បានច្រើនជាងបាទក្រុមនេះបានច្រើនជាងឥលើនេះ1ជា2ជា3បាទអញ្ចឹងអានេះវាថ្លៃជាងមែនតែលទ្ធផលបានច្រើនជាងអញ្ចឹងយើងបងប្អូនចង់បានខ្សែស៊ីថោកឬក៏ចង់បានខ្សែលុកដាច់អញ្ចឹងណានេះបាទ page នេះលក់បានតែ2 3អានេះបានចង់10ជាងនេះបាទបាទអញ្ចឹងវាយើងចង់បានស៊ីថ្លៃអញ្ចេះឬក៏ចង់បានស៊ីថោកអញ្ចេះបាទធម្មតាយើងចង់បានស៊ីថោកឲ្យលក់ដាច់ទៀតប៉ុន្តែវាអត់មានតែវាមានតែស៊ីថ្លៃលក់ដាច់តែស៊ីថោកលក់ដាច់អត់មានហើយអ្វីដែលយើងចង់បានគឺស៊ីថោកឲ្យលក់ដាច់បាទបើចង់បានស៊ីថោកលក់ដាច់លុះត្រាតែវីដេអូយើងវាល្អហើយmarketing យើង sale យើងមាន promotion ឬក៏មានលក់មានថែមចុះថ្លៃខុសពីគេព្រោះតែយើងក៏លក់គេក៏លក់អញ្ចឹងហើយលទ្ធផលវាបានទៅគេខ្លះទៅយើងខ្លះអញ្ចឹងដូចខ្ញុំអញ្ចឹងខ្ញុំលក់ពី page អញ្ចឹងបើយើងលក់តែមួយ page បានតិចអញ្ចឹងលក់ពី page អញ្ចឹង page នេះលក់ដាច់ខ្លះ page នេះលក់ដាច់ខ្លះចូលមកមើលអូរៀនរបស់យើងបាទអញ្ចឹងខ្ញុំedit ខាងនេះមួយដើម្បីបងប្អូនយើងមើលបាទអូខេអញ្ចឹងអានេះខ្ញុំដាក់មកកំណត់មកអញ្ចឹងបងប្អូនណាបាទ campaign name នេះឈ្មោះ campaign name បាទទី1 campaign ហ្នឹងយើងដាក់តែ campaign ហ្នឹងទេបាទផ្សេងទេខ្ញុំអត់មានការអីទេនេះបងប្អូនមើលបាទអញ្ចឹង AV test នេះយើងតេស្តក្នុងហ្នឹងប៉ុន្តែខ្ញុំប្រើ AV test ក្រៅមិនយល់ទៅតាមនេះទេមានថាយើងធ្វើពី page ឬធ្វើពីcampaign ហ្នឹងក៏ចាត់ទុកថា AV test ដែរបាទអូខេប៉ុន្តែខ្ញុំអត់ប្រើតាមនេះទេដោយសារប្រើតាមនេះខ្ញុំធ្លាប់ប្រើតែវាចំណាយលុយអត់ប្រយោជន៍ច្រើនជាងដែលយើងធ្វើ manual AV test វាល្អជាងអាហ្នឹងកន្លងតែបទពិសោធន៍ខ្ញុំណាបងប្អូនផ្សេងដែលមានបទពិសោធន៍ធ្វើ AB test កន្លែងនេះល្អអាហ្នឹងជួយខមនឹងក្រោមបាទអូខេអញ្ចឹងយើងយកមើលកន្លែង group ad ឬក៏ ad set បាទអញ្ចឹង ad set ឬ group ad នេះបាទនេះគឺឈ្មោះad set យើងបាទឬក៏ group ad ណាខ្ញុំដាក់ប៉ុណ្ណឹងហើយនេះគឺឈ្មោះ page បាទហើយខ្ញុំយកតែ messenger ទេបាទ Instagram ក៏អត់ WhatsApp ក៏អត់បាទអាហ្នឹងវាសីសងផលិតផលយើងហើយការចាយលុយគឺខ្ញុំប្រើយុទ្ធសាស្ត្រ daily budget បាទ daily budget យើងបិទបើកឲ្យមើល audience បងប្អូនណាប្រតមានតែធំ4លានជាងនេះទេដោយសារយើងយក Cambodia ណាបាទនេះអញ្ចឹងដោយសារ broadcast អញ្ចឹងវាបាច់ឲ្យគេមនុស្សឃើញច្រើនប៉ុន្តែខុសគោលដៅដោយសារយើងធំពេកអ្នកខ្លះឃើញមែនតែអត់ទិញគឺមិនមែនអតិជនគោលដៅរបស់យើងណាបាទគោលដៅវាធំពេកបាទនេះខ្ញុំចាប់ផ្ដើមផ្សាយតាំងថ្ងៃទី17ខែមេម៉ាចមកខែ3 2025បាទនេះខ្ញុំបិទរាជការមកខ្ញុំបើកបង្ហាញជូនបងប្អូនណាបាទហើយកែលអានេះខ្ញុំគឺកន្លែង schedule នេះខ្ញុំអត់មានកំណត់ម៉ោងឲ្យបងប្អូនអាចកំណត់បានណាបាទនេះបើយើងចង់កំណត់រ៉ាន់ម៉ោងប៉ុន្មានណាប៉ុន្តែសម្រាប់ខ្ញុំនេះខ្ញុំអត់ប្រើហ្នឹងឲ្យវាអូតូបាទនេះបាទអូរៀនខ្ញុំយក Cambodia អាយុនេះគឺចាប់ពី25ឡើងនេះគឺ minimum age ណាបាទតិចផុតហើយដែលយើងកំណត់ target audience យើងនេះខ្ញុំយកពីអាយុ30ទៅដល់65បាទឥឡូវខ្ញុំ edit មើលបងប្អូនយើងមើលបាទ
កំណត់ audience ណាបាទនេះ Cambodia អញ្ចឹងវាធំបាទវាធំពេកអញ្ចឹងណាបាទហើយនេះបាទអាយុនេះបាទហើយនេះគឺinterest ឬក៏ target audience បាទ detail interest targeting ណា targeting បាទអញ្ចឹងខ្ញុំយកប្រសាខ្ញុំតាក់ទងលក់ឆ្នាំងដំបាយអញ្ចឹងខ្ញុំយក cooking chip អញ្ចឹងទៅ pressure cooker cooking rice cooker បាទ recipe បាទនេះមុខម្ហូបបាទហើយ cooking អ្នកចូលចិត្តម្ហូបបាទហើយនឹង food ខ្ញុំយកប៉ុណ្ណឹងបាទហើយអា target audience នេះគឺនេះយើងអានេះវាចាប់បានតែអ្នកប្រើទូរស័ព្ទ 3 Android ទេបងប្អូនណាបាទបើ iOS គឺគេបិទអាហ្នឹងបើគេបិទអាហ្នឹងយើងចាប់តិន័យអត់បានទេអញ្ចឹងណាអញ្ចឹងកន្លែងនេះវាបានផលតែអ្នកប្រើ Android ទេតាក់ទង detail នេះណាแล้วដោយសារ iOS វា block បិទ privacy បាទ query ទិន្នន័យពី user អ្នកប្រើប្រាស់ហ្នឹងបាត់ហើយអញ្ចឹង Facebook ក៏អត់មានទិន្នន័យឲ្យយើងដែរចឹងហើយបានវាបង្កើតនៅមុខងារថ្មីមួយគេថា Advanced Plus នេះគឺថាមុខងារ AI ណាបាទ AI ជំនួយទេចឹងនេះយើងមើលរិចវា estimate នេះប៉ុណ្ណឹងទៅដល់ 2K ហើយ convention មាន mistake មកថ្ងៃ6នាក់បាទយើងយកហ្នឹងណាបាទខ្ញុំសូមបងប្អូនបាទអូខេអាហ្នឹងគឺការកំណត់ដល់កន្លែង asset បាទប៉ុណ្ណឹងបង្ហាញជូនបងប្អូនហ្នឹងសិនបាទតមកយើងចូលមកមើលadvertise មកឡើង ad ឡើង post បាទ post បាទនេះខ្ញុំយក existing post មានន័យថាយក post ចាស់យកមក post នេះបាទគេឲ្យលក្ខណៈជា message បាទអានេះខ្ញុំ thích multiple advertiser បងប្អូនណាបាទនេះខ្ញុំបង្ហាញតែបើខ្ញុំធ្វើឲ្យបងប្អូនមើលនេះជាខ្ញុំអត់លាក់បងប្អូនបង្ហាញបងប្អូនស៊ីនហ្មងបាទអូខេអានេះគឺ mistake ក្នុងហ្នឹងខ្ញុំវាកែបានហើយដោយសារយើងយក existing post បាទយើងយក add new ណាយើងយកនេះអញ្ចឹងយើងយកពី post បាទ post ចាស់មកបាទកន្លែងនេះបងប្អូនចេះហើយនេះក៏ខ្ញុំបង្ហាញពីអ្វីដែលខ្ញុំបានធ្វើហើយ call to action នេះខ្ញុំយកគេ message ត្រឹមជា message បាទហើយកន្លែង advanced plus orient នេះបាទនឹងឲ្យ AI នេះបាទ3 AI ជួយដែរបងប្អូនណាហើយ message template បាទនេះខ្ញុំកំណត់ message ក្នុង message template នេះខ្ញុំនិយាយបងប្អូនមើលបាទនេះ message template ណាបាទទីទៅខ្ញុំដាក់ប៉ុណ្្នឹងឯងបងប្អូនបាទមើលទៅបាទខ្ញុំទុកឆ្លើយខ្លួនឯងបាទហើយទីតាំងហើយសំណួរអីខ្ញុំដាក់3សំណួរ4សំណួរបងប្អូនបាទបងប្អូនចង់ដាក់ប្រហែលសំណួរក៏បានដែរកន្លែងហ្នឹងណាបាទបងប្អូនឆ្ងល់អីអាច comment ក្រោមចំណុចកន្លែងនេះបងប្អូនខ្លាចធ្វើឬបងប្អូនធ្លាប់ធ្វើអានេះគឺដាក់ដើម្បីឲ្យគេចុចនេះឲ្យវាឆ្លើយអូតូបាទយើងឲ្យឆ្លើយអូតូសំណួរឲ្យអ្នកមើលឲ្យឆ្លើយមកវាចេញចម្លើយហ្នឹងបាទនឹងអូតូឆាតបាទអូតូឆាតបកគឺវាឆ្លើយអូតូបាទប៉ុន្តែវាឆ្លើយអូតូវាអត់សូវល្អដូចយើងឆ្លើយមនុស្សយើងផ្ទាល់ទេណាបាទនឹងបើសិនបងប្អូនយើងអត់មានពេលឆ្លើយផ្ទាល់អានឹងយើងដាក់អូតូទៅយើងដាក់អូតូហើយយើងចាំឆ្លើយបាទនេះជាជំរឿរបស់បងប្អូននេះក៏ខ្ញុំជាឧទាហរណ៍បង្ហាញតែប្រហែលបាទអញ្ចឹងខ្ញុំនេះ cancel ចោលវិញបាទហើយកន្លែងនេះ add អីនេះខ្ញុំអត់មានទេខ្ញុំអត់យកនេះខ្ញុំក៏មាននេះដើម្បី record សម្រាប់យើងមាន add មាន app ណាបាទដើម្បីយើង record ទុកពេលយើងផ្សាយលើក្រោយដើម្បីឲ្យវាធ្វើរីទិន្នន័យទុកបាទដើម្បីវាចាប់ data នឹងទុកណា database ទុកយើងផ្សាយលើក្រោយបាទឡើងសំខាន់ប៉ុណ្្នឹងឯងបាទបងប្អូនបាទនេះឡើងចំណុចសំខាន់ប៉ុណ្ណឹងបាទแล้วខ្ញុំមកមើល add មួយទៀតបងប្អូនមើល page មួយទៀតបាទចុចនេះមកនេះបាទនេះខ្ញុំប្រើ boost មុខបាទនេះយើងចុចលើ page boost យកតែម្ដងបាទយើងអាច edit វាមកចុចប៊ូតុងហ្នឹងមកបាទនេះក្នុង boost មុខវាអូតូបាទយើងប្រើលឿនអូតូចឹងកន្លែងនេះមានកែឃើញវានៅដែលបាទ
ហើយកន្លែងនេះវាអត់ឲ្យបាទនេះតកតង Buffalo ផ្លូវមុខបាទហើយវាអូតូបើកអានេះអានេះគេហៅថា Advanced Plus ហ្នឹងគេថាមុខងារ AI ហ្នឹងណាបាទនេះខ្ញុំប្រើ Lifetime បាទ150បាទយើងអាចបិទពាណិជ្ជកម្មនឹងបានដូចគ្នាហ្នឹងបាទទីផ្ទះអត់ចូលទេបិទអូខេយើងจะមើល ad set ឬក៏ group ad បាទនេះ page នេះខ្ញុំប្រើលើ page នេះបាទ page ឈ្មោះខ្ញុំផ្ទាល់ខ្លួននេះបាទហើយខ្ញុំយកយុទ្ធសាស្ត្រ message ដូចគ្នាបាទហើយខ្ញុំទៅបាទហើយនេះតាក់ទង audience ហើយនេះខ្ញុំយកតែភ្នំពេញទេបងប្អូននេះបាទអូខេបាទហើយនេះខ្ញុំ25ដូច20នោះដែរបាទហើយនេះសង្កេតដូចគ្នាបាទហើយនេះដូចគ្នាបងប្អូននេះបងប្អូនបាទអូខេនេះបាទនេះអូខេ page all page បាទនេះគឺinterest បាទ interest targeting ឬក៏ interest នេះបងប្អូននេះបាទអូខេដូចគ្នាទេគឺpage មុនដែរណាហើយខុសថាយុទ្ធសាស្ត្រគ្នាផ្លុំមុខដល់ក្រោយហើយនឹងទីតាំងបាទ location បាទនេះខ្ញុំយក manual ដែរបងប្អូនអត់យក advanced ទេបាទនេះបាទនេះវារត់ដល់ Instagram ទៀតបាទដោយសារយើងប៊ូផ្លូវមុខយើងអត់មានកែឡើងនេះបានទេនេះអូខេបាទអញ្ចឹងយើងដោយសារយើង edit យើងដោះវាចេញមកបាទ platform ហើយយើងត្រូវ select យកអានេះវិញល្អនេះ message ហើយនឹង Facebook វិញ Instagram នេះបាទហើយកន្លែងនេះយើងអាចដោះបានប៉ុន្តែខ្ញុំអត់ដោះដល់ប៉ុណ្ណឹងបាទអូខេ optimize នេះចង់យើង optimize ដើម្បីចង់ optimize បងប្អូនទៅមើលវីដេអូមុនខ្ញុំមេរៀន optimize ដូចជា2ហើយបាទ2មេរៀនហើយតា2វីដេអូហើយបាទដើម្បី optimize កែ ad នឹងវិញណាបាទអញ្ចឹងមើលឡើង ad ឡើង post បាទនេះបាទ page ហ្នឹងហើយបាទអូនេះ string បាទដោយសារផ្លូវមុខវាមានstring post ហ្នឹងវាមានអីក្រៅពីហ្នឹងទេបងប្អូននេះអូខេយក ad នេះអត់បានទេបាទនេះ select ចឹងបាទនេះអូខេបាទនេះហើយវា message បាទដូចគ្នាបាទ headline នេះយើង start conversation នេះបាទនេះវាមាននឹងស្រាប់នេះខ្ញុំកំណត់ណាបាទមើលមកនេះអូខេនេះដោយសារយើងយកអាចាស់នេះក៏លោកកន្លែង edit មុនហ្នឹងចឹងវាដូចគ្នាបងប្អូនណាបាទឥឡូវខ្ញុំអត់បង្ហាញទេបាទឥឡូវនេះបង្ហាញឲ្យម្ដងហើយបាទកន្លែងនេះអត់យកដូចគ្នាបាទអូខេអញ្ចឹងយើងចង់ public យើងចុច public វាមកដោយសារខ្ញុំមិញកែមួយណាបាទលេខបាទយុទ្ធសាស្ត្រខ្ញុំនេះគឺ AB test តែ AB test នេះប្រើយុទ្ធសាស្ត្រខុសគ្នាអត់ដូចគ្នាទេអត់ប្រាច់ប្រៀបធៀបទេអានេះគឺយើងប៊ូសយកតែម្ដងណាយើងពីរ page តែមួយណាដើរយើងប្រើមួយហ្នឹងអាចបិទមួយក៏បានបិទពីរហ្នឹងតែធម្មតាយើងវាប៊ូសដំបូងវាដើរហើយ Facebook វាឲ្យដើរដំបូង 30% ដំបូងអញ្ចឹងបាទហើយតកតងការធ្វើ customize កែអីផ្សេងបងប្អូនដូចកន្លែងនេះបាទបងប្អូនមើលវីដេអូមុនខ្ញុំបង្ហាញហើយខ្ញុំអត់ចង់បង្ហាញជាន់គ្នាទេយើងចង់ optimize ឲ្យត្រូវវិញនេះដូចនេះខ្ញុំដាក់ប្រទេសខ្ញុំដាក់ដល់ទូទាំងប្រទេសអញ្ចឹងណាអញ្ចឹងបងប្អូនអាចទៅមើលកន្លែងកែទិន្នន័យបាទយើងមើលនេះដែលមានអ្នកមើលច្រើនយើងទុកទៅហើយអាយុប៉ុន្មានយើង optimize ណាបងប្អូនទៅមើលវីដេអូពីមុនហ្នឹងបាទសម្រាប់វីដេអូថ្ងៃនេះខ្ញុំបង្ហាញប៉ុណ្្នឹងឯងបាទសម្រាប់បងប្អូនថ្មីឬបងប្អូនចាស់ក៏ដោយបងប្អូនដែលបានធ្លាប់ធ្វើ advertise ហើយកាំងឬក៏ធ្វើដួសដើវីដេអូនេះគឺជាកលឹះមួយសម្រាប់បងប្អូនយើងធ្វើការប្រៀបធៀបពី page អញ្ចឹងជាធម្មតាយើងលក់ផលិតផលតាមអនឡាញតាម Facebook យ៉ាងហោចក៏មានពី page ដែរបងប្អូនបាទបើ page តែមួយអត់កើតទេបងប្អូនណាជួនណាវា page ខ្លះវាអត់ដើរពី Facebook វា block ឬក៏វាជាប់ blacklist ឬជាប់អីអញ្ចឹងវាបួនដើរបើយើងអត់មាន page 2 page 3ទេអញ្ចឹងធ្វើឲ្យអាជីវកម្មយើងវាកាំងវាអត់មានចំណូលចូលជាបន្តអញ្ចឹងណាបាទជួបគ្នាក្នុងវីដេអូក្រោយសម្រាប់វីដេអូថ្ងៃនេះខ្ញុំមានប៉ុណ្្នឹងឯង